កិច្ចចំណេញឬខាត់ដីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នគឺដើម្បីកំណត់ខ្សែព្រំដែនដែលត្រឹមត្រូវរវាងកម្ពុជានិងថៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយថៃមិនមែនដើម្បីគណនាអំពីការចំណេញឬខាត់ដីនោះទេប៉ុន្តែដើម្បីកំណត់ខណ្ឌសីមានៅលើដីជាក់ស្ដែងនេះគឺការបញ្ជាក់របស់សម្ដេចថាវតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី25ខែវិច្ឆិកានេះសម្ដេចថាវតីហ៊ុនម៉ាណែតបានបញ្ជាក់ថាគោលដៅចម្បងរបស់កម្ពុជាគឺការកំណត់បង្គោលព្រំដែននៅលើដីជាក់ស្ដែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងកម្ពុជានិងថៃដោយផ្អែកលើមូលដ្ឋាននៃឯកសារកតិយុត្តដែលបន្សល់ទុកពីសម័យអាណាព្យាបាលបារាំងនិងច្បាប់អន្តរជាតិសម្ដេចថាវតីជឿថាការនេះគឺជាវិធីសាស្ត្រដោះស្រាយបញ្ហារយៈពេលវែងដើម្បីឈានទៅបញ្ចប់ជម្លោះនិងបង្កលក្ខណៈឲ្យពលរដ្ឋនៅតំបន់ព្រំដែនដែលមានបញ្ហាទទួលបានសេចក្តីសុខនិងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញព្រមទាំងធានាបានការការពារអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាគួរជ្រាបថាតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកោះកម្ពុជាថៃ JBC ភាគីកម្ពុជានិងភាគីថៃបានឯកភាពបញ្ចូលក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42ដល់47នៅខេត្តបន្ទាយមានជ័យនិងលេខ52ដល់59នៅខេត្តបាត់ដំបងកិច្ចការងារនេះត្រូវបានគេយកមកជជែកវែកញែកតាមបណ្ដាញសង្គមដោយចោទសួរនិងបង្ហាញចងល់ថាកម្ពុជាអាចខាតប្រយោជន៍ឬបាត់បង់ទឹកដីជាដើម